ដោយអំណាចនៃការចម្រើនឡើងនៃពុទ្ធធម៌ជាកុសលដែលមានអានុភាពអាចកម្ចាត់បងនៅសេចក្តីទុក្ខក្នុងជីវិតរបស់យើងបានព្រោះសេចក្តីទុក្ខក្នុងជីវិតនេះយ៉ាងសំខាន់បំផុតដែលដុតរលឲ្យក្តៅក្រហាយឲ្យនៅមិនសុខគឺពុទ្ធធម៌ជាបាបជាអកុសលទៅនៅពេលដែលយើងភ័យខ្លាចមិនមែនត្រឹមតែជាទុក្ខព្រោះការភ័យខ្លាចទេវាជាសភាវៈបាបផងដែរព្រោះវានៅក្នុងទោសៈមូលចិត្តបន្ទុះទាស់នឹងអារម្មណ៍តែវាមានប្រភេទលក្ខណៈជាការភ័យខ្លាចនៅពេលដែលយើងសោកសៅទោមនស្សវេទនាវាកើតនៅក្នុងទោសៈមូលចិត្តទៀតមិនមែនត្រឹមតែសោកកតុកហើយប៉ុណ្ណឹងហីទៅដូចយើងឈឺក្បាលវិលមុខអីនោះទេណាអានេះវាជាទូបាបជាទូអកុសលទៀតការដែលយើងទាស់ចិត្តហើយក៏ជាទុក្ខតាមផ្លូវចិត្តហ្នឹងទុក្ខហើយទាស់ចិត្តហ្នឹងជាបាបទៀតណាបាបដោយអំណាចការខឹងក្រោធការអាក់អន់ចិត្តឬក៏ជាសេចក្តីទុក្ខខ្វាយខ្វល់រចល់រំជើបរំជួលក្នុងចិត្តច្រើនរឿងរាល់ថ្ងៃបន្តគ្នាប្រដេញគ្នាអស់ពីមួយដល់មួយអស់ពីមួយដល់មួយសុទ្ធតែស្ថិតនៅក្នុង